បាទជំរាបសួរបងប្អូនបាទឃើញក្បាលវីដេអូនេះបងប្អូនអាចជាស្គាល់ហើយថាមុខម្ហូបខ្ញុំនេះគឺជាមុខម្ហូបអ្វីបាទថ្ងៃនេះថតហើយបញ្ចូលសលេងហើយនៅអែបទ្រង់ជ្រូកទៀតសូមសលេងជ្រូកងើតងើតជ្រូកបងប្អូនយើងគេចំហ្នឹងបាទឥឡូវនេះដើម្បីចង់នឹងច្បាស់ថាមុខម្ហូបហ្នឹងជាមុខម្ហូបអ្វីមានឈ្មោះអ្វីអញ្ចឹងដើម្បីការធ្វើទាំងអស់គ្នាបាទហើយកុំភ្លេចជួយ Subscribe នៅ Channel របស់ខ្ញុំផងបងប្អូនបាទឥឡូវនេះខ្ញុំចាប់ដើមចាក់ខ្លាញ់ហើយកូរគ្រឿងបាទឲ្យវាឈ្ងុយប៉ុន្តែចុងភៅមិនមែនចុងភៅខ្ញុំទេចុងភៅឆៃអញ្ចឹងខ្ញុំបានតែថតទេថ្ងៃនេះព្រោះថាមិនប្រដងខ្ញុំអ្នកស្លអញ្ចឹងណាបាទហើយចំពោះគ្រឿងនេះគឺយើងកូរឲ្យវាស្ងួតឲ្យវាដាច់ទឹកឲ្យស្ងួតរឿងហើយវាឡើងឈ្ងុយឡើងក្រហមងាងហើយមើលទៅបាទយើងចាប់ផ្ដើមរៀបចំសេរីដាក់សាច់បាទហើយចំពោះសាច់នេះគឺខ្ញុំប្រើជាសាច់ជ្រូកតាមម្ដងយើងចង់ដាក់ត្រីតែនេះជាលបាក់រកត្រីបាទហ្នឹងយើងដាក់សាច់ជ្រូកឲ្យទៅបាទឆាវាឲ្យស្ងួតសាច់ឲ្យឆ្អិនហើយអស់គោឯងគោវាហ្នឹងឯងព្រោះចុងភៅជំនាញខាងគោវាហើយយើងជំនាញខាងថតឲ្យចុងភៅគាត់គោមកឆ្ងាញ់ដៃគាត់មក3អាចក្លៀកមកហើយយើងថតចាំមកថតចាំមើលមិនទៅមុខទៀតបាទហើយបន្ទាប់គោឥឡូវគោថាសាច់យើងវាឡើងស្ងួតហើយឥឡូវយើងចាំដាក់បន្លែបាទហើយចំពោះបន្លែនេះយើងដាក់បន្លែណាដែលថាវាក្រនឹងផុយយូរហើយអញ្ចឹងយើងដាក់ល្ពៅមុនទៅហើយត្រាប់ឲ្យគោជាមួយនឹងគ្រឿងជាមួយនឹងសាច់ហ្នឹងឲ្យចូលជាតិចូលជើជាមួយគ្នាហើយបាទហើយចំណែកអាបន្លែក្រោយទុននោះយើងដាក់ខាងក្រោយព្រោះបន្លែនោះវាងាយនឹងលួយអញ្ចឹងដើម្បីឲ្យវាបង្កើនរសជាតិឆ្ងាញ់អញ្ចឹងយើងកូរជាមួយនឹងបន្លែនេះព្រោះបន្លែនេះมันងាយផុយយូរដែរហ្នឹងអញ្ចឹងបន្ទាប់មកហើយយើងក៏ចាប់ដើមចាក់ទឹកបាទចាក់ទឹកយើងប្រើទឹកសុទ្ធបាទទឹកចាក់ទឹកចំនួនហើយជា3ដបចូល1លីត្រកន្លះចុះបើយើងមិនសូវជាហូបគ្នាច្រើនបានដែរព្រោះហូបយើងច្រើនមុខបាទហើយបន្ទាប់ពីចាក់ទឹកហើយហ្នឹងចុងភៅគាត់កូរសក់ឲ្យសពបន្លែជាមួយទឹកជាមួយនឹងកាតណាចូលនេះយើងក៏បន្ថែមទឹកទៀតនេះទឹកនេះយើងបន្ថែមឲ្យហើយតែម្ដងក៏ប៉ុតខ្ញុំបន្ថែមច្រើនដបមកហើយប៉ុន្តែខ្ញុំថតកាត់ឲ្យបងប្អូនមើលហ្នឹងណាបាទគោវាហ្នឹងទៅហើយយើងក៏ចាប់ដើមក្របវាទុកមួយអន្លើសិនបាទហើយទុកបានហើយជា15នាទីបាទយើងចាប់ដើមចុងភៅក៏សេរីមួយចក្រានមុំចក្រានដែលវាអត់សូវស្មើគ្នាសោះឲ្យត្រឹមត្រូវទីបន្ថែមនៅកម្ដៅភ្លើងខ្លាំងតិចបាទនេះហើយបានហើយមើលតែមកហើយយើងក៏ចាប់ដើមបើមើលហើយម្ល៉េះយើងវាពុះហើយបាទពុះបដាហើយគ្រាន់តែពុះបដាយើងត្រៀមដាក់អាបន្លែទុនខាងក្រោយនោះមានអីមានដូចជាស្លឹកបាសស្លឹកទីហើយនឹងស្លឹកម្រុំតែវគ្គនេះខ្ញុំដើររកអាត្រួយម្រះយើងវាអត់បានឥឡូវយើងចាប់ដើមដាក់ល្ហុងសិនបាទដាក់ល្ហុងភ្លេចដាក់ល្ហុងហើយសិនដាក់ល្ហុងឲ្យល្ហុងវាទុនសិនបាទដល់ល្ហុងនឹងទុនហើយនេះមានល្ហុងហើយមានដូចជាមានជីខ្ចីជាមួយទៀតចឹងហើយដល់ពេលប្រភេទនេះវាចាប់ដើមទុនហើយអស់ហ្នឹងបានយើងចាប់ដើមរៀបចំបន្លែស្លឹកបាសហើយនឹងស្លឹកទីហើយនឹងស្លឹកម្រុំបាទឥឡូវយើងគ្របវាទុកមួយលើសិនបាទទុកប្រហែលជា80ម៉ោងក្រោយមកបាទយើងចាប់ដើមបើកវាភាសាទៀតបាទហើយណាយើងបើកម្សៅទៀតហើយនេះគឺជាសម្រាប់ហើយជិះយើងចាប់ដើមដាក់បន្លែបាទនិយាយជ្រូកវាយំដល់ហើយចូលសលេងដល់ទាំងជ្រូកទៀតតែជ្រូកមានមនុស្សដល់ទាំងមនុស្សទៀតបាទឥឡូវយើងដាក់បន្លែទុននេះស្ដាយណាស់បានដាក់ស្លឹកម្រះតែហ្មងបោចទួយស្ដៅដល់តែប៉ុន្តែខ្លាចបងប្អូនខ្លះក៏អត់ចេះទទួលទានចឹងហើយចុងក្រោយនេះគឺយើងដាក់ដីខ្សាច់ច្រឡំដីខ្សាច់អង្គលីងច្រឡំលីថាស្មើដាក់ដីខ្សាច់តាមខ្ញុំអីគ្រប់ទឹកបាទអញ្ចឹងវីដេអូនេះក៏ដូចជាมันមានអីច្រើនដែរមានខុសឆ្គងនឹងស្លនឹងហាស្លទៅមិនត្រូវខុសនៅកន្លែងណាអីខាងបងប្អូនធ្លាប់ស្លអីជួយខមមិនជួយប្រាប់ខ្ញុំផងបាទសូមអរគុណបាទសូមជម្រាបលាសុខសប្បាយ